សុខទុក្ខបងប្អូនទាំងអស់គ្នាណាខ្ញុំយើងមកដល់ស្រាយរំហាត់ទំព័រទី42គណនាផ្ទៃក្រឡាថាសណាជាងគេឲ្យយើងគណនាផ្ទៃក្រឡាថាសហៅថាគណនាផ្ទៃក្រឡាអំពងនឹងឯងណាជាងរំហាត់អក្សរកយើងមានដូចរូបណាគេឲ្យយើងគណនាផ្ទៃក្រឡាជាងរូបមុនផ្ទៃក្រឡារំពងយើងមានអីផ្ទៃក្រឡារំពងស្មើហើយគុណឲ្យកាមគុណឲ្យកាមឬក៏ផៃអេការ៉េតោះនេះអានេះជាផ្ទៃកលារង្វង់ហើយឬក៏ផ្ទៃកលាថាសជាងយើងមកដល់ស្រាយលំហាត់នេះយើងត្រូវតែដឹងថាអ្វីទៅជារង្វង់ហើយធាតុសំខាន់របស់រង្វង់មានអីខ្លះជាងរង្វង់គឺជាខ្សែកោងបិទជិតមួយដូចបង្ហាញក្នុងរូបហើយរង្វង់មានផ្ចិតចំណុចនឹងនៅកណ្ដាលហ្នឹងហៅថាផ្ចិតពីចំណុចនឹងនៅផ្ចិតមកប៉ះផ្ទៃរង្វង់បែបនេះគេហៅថាកាមណាជាងកន្លែងនេះគឺជាកាមរង្វង់ណាចឹងពីផ្ទៃប៉ះរង្វង់មកខាងទៀតដល់ខាងនេះអូនចាំណាគឺជាអង្កត់ផ្ចិតចឹងដើម្បីដោះស្រាយផ្ទៃកលារង្វង់ផ្ទៃខាងក្នុងបែបនេះណាចឹងយើងត្រូវទី1បងអូនត្រូវចាំហើយនឹងយល់ឲ្យច្បាស់ពីរូបមន្តតើផ្ទៃកលារង្វង់ឬក៏ផ្ទៃកលាថាសហ្នឹងស្មើអីចឹងយើងចាប់តាមមកសរសេរទាំងអស់គ្នាណាចឹងផ្ទៃកលារង្វង់ស្មើអីមកទីទៅហៅផ្ទៃកលាថាសស្មើហើយបាទគុណឲ្យកាមគុណឲ្យទៀតគុណឲ្យកាមនេះចឹងផ្ទៃកលារង្វង់គឺស្មើឬក៏ផ្ទៃកលាថាសស្មើហើយគុណឲ្យកាមគុណឲ្យកាមជាសរសេរជាអក្សរអរគេតាំងពីទៅបាទគុណឲ្យ a ឬក៏គុណឲ្យណាប៉ុណ្្នឹងឯងណាចឹងបន្តទៀតអ្វីដែលយើងដែលបងប្អូនទៅធ្វើបន្តទៀតបងប្អូនត្រូវដឹងថាតើកម្មរបស់រង្វង់អក្សរកយើងនឹងស្មើអីហ្នឹងអ្វីដែលយើងត្រូវធ្វើទាំងអស់គ្នាណាចឹងយើងបន្តមើលរូបហើយយើងឆ្លើយទាំងអស់គ្នាបាទណាជាងយើងមើលរូបចឹងកម្មរង្វង់របស់យើងគឺ12ម៉ែត្រចឹងបងប្អូនឃើញអត់នេះកម្មរង្វង់យើងប្រវែងនេះប្រវែងពីផ្ចិតនេះពីចំណុចហ្នឹងមកផ្ទៃប៉ះរង្វង់នេះហៅថាកម្មរង្វង់ជាយើងស្គាល់ឲ្យច្បាស់ណាពីចំណុចហ្នឹងមកផ្ទៃប៉ះរង្វង់បែបនេះដោយបង្ហាញក្នុងរូបនេះគឺជាកម្មរង្វង់ណាបងអូនមើលឲ្យតណាចឹងដើម្បីដោះស្រាយលំហាត់ហ្នឹងផ្ទៃកលារង្វង់ផ្ទៃកលាថាសយើងត្រូវតែស្គាល់កម្មឲ្យច្បាស់ព្រោះអីរូបមន្តយើងតាក់ទងនឹងហើយគុណឲ្យកម្មគុណឲ្យកម្មណាចឹងយើងឃើញណាកម្មរង្វង់របស់យើងគឺ12ម៉ែត្រណាចឹងសេមកណាអូនណាគឺ12ម៉ែត្រចឹងយើងបានផ្ទៃកលារង្វង់ស្មើមួយទៀតណាចឹងអក្សរផៃណាគឺស្មើនឹង 3.14 ណាបងប្អូនត្រូវចាំដែរបងប្អូនត្រូវចាំណាហើយគឺ 3.14 ចឹងយើងបានផ្ទៃកលារង្វង់ស្មើ12គុណនឹង12គុណឲ្យ 3.14 ចឹងបងប្អូនគុណទាំងអស់គ្នាមើលឃើញប្រមាណមកចឹងគុណទាំងអស់គ្នាមកចឹង12គុណ12យើងឃើញ144គុណនឹង 3.14 ចឹងយើងបានមិនចឹងយើងបានផ្ទៃកលារបស់យើងស្មើផ្ទៃកលាថាសឬក៏ផ្ទៃកលារង្វង់យើងហ្នឹងណាស្មើប្រមាណចឹងយើងគុណមកយើងឃើញ452ចុចប៉ុន្មានអស់គ្នាចុច16ម៉ែត្រអីបាទផ្ទៃកលាគឺម៉ែត្រការ៉េយើងចាំទាំងអស់គ្នាទៅផ្ទៃកលាគឺម៉ែត្រការ៉េខុសពីបរិមាត្រណាចឹងបន្ទាប់ពីយើងដោះស្រាយហើយលំហាត់នេះគឺជាលំហាត់មួយដែលឲ្យបងប្អូនពង្រឹងនៅសមត្ថភាពនៅក្នុងការចងចាំរូបមន្តណាហើយឲ្យយើងស្គាល់ពីកម្មរង្វង់ឲ្យយើងចេះរកផ្ទៃកលារង្វង់ផ្ទៃកលារង្វង់គឺយើងរកផ្នែកខាងក្នុងនេះចឹងសំខាន់បងប្អូនត្រូវចាំរូបមន្តថាផ្ទៃកលារបស់រង្វង់គឺស្មើផៃគុណឲ្យកម្មគុណឲ្យកម្មឬក៏ផៃឬក៏ផ្ទៃកលារង្វង់ស្មើផៃគុណឲ្យ a ទៅចឹងមានតែប៉ុណ្្នឹងទេណាលំហាត់ហ្នឹងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាណាកុំភ្លេចជួយ share និងជួយចុច follow វីដេអូមួយនេះម្នាក់មួយផងណាអរគុណចាំទុកជាមុនចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ